បាទខ្ញុំបាទអញ្ជើញលោកអ្នកនឹងក្មួយអានមេពាក្យកម្ពុជាជាបច្ចុប្បន្នប៉ុន្តែសម្ដេចលើចិត្តរបស់លោកអ្នកទៅបាទអរគុណចំពោះក្មួយដែលបានទេសនា700អ្នកភេទអ្នក25ពីមិនមែនពោញេទៅនឹងលោកអ្នកពីពាក្យឲ្យអានទៅពីបានថាពោជាយោដាក់ថាអេពីមានភាសាអក្សរនេះខ្ញុំមិនប្រាប់ប្រភពទេប្រើពាក្យនេះព្រះយេអថនេះអានថាក្រយាពោសានេះបានថាពាក្យថាផ្យាលោនេះបានថាលាវអត់តែទេណាពាក្យយេអានថាផ្ញើបាទអុកញ៉ាបាទពញានេះជាអញ្ញត្រស័ព្ទពីព្រោះត្រូវសរសេរផ្ញើជើងផ្ញើមិនមានអក្សររក្នុងចុងទេណាលោកអ្នកផ្ញើជើងញោជាពញាបែជាសរសេររាយតួជាពញាវិញដើម្បីកុំឲ្យច្រឡំនឹងលឹកលឺកាលពីបុរាណព្រេងនាយហៅព្រះរាជបុត្រកษัតទ្រង់រាយថាពញាដូចជាពញាយ៉ាតពញាតោជាដើមបាទនោះចំណេកាលតមកលេងហៅពញាបែជាហៅអង្គវិញដូចជាអង្គអង្គអេងអង្គតាន់អង្គដួងជាដើមណាលោកចំណេកាលតពីនោះមកប្រែហៅថាព្រះអង្គម្ចាស់វិញណាដល់ដល់មកសម័យបច្ចុប្បន្ននេះណាលោកអ្នកពញាលឺមិនមែនពោញេលឺទេណាលោកអ្នកពញាលឺពាក្យបង្កប់ឲ្យអានក៏ពញាលឺបាទជាអ្នកភាសាឈ្មោះខេតមួយក្នុងកម្ពុជារដ្ឋសប្តាហ៍ថ្ងៃដាក់ជាស្រុកហៅថាស្រុកពញាលឺនៅក្នុងអំណាចខេត្តកណ្ដាលណាលោកអ្នកពញាក្រែឈ្មោះអ្នកមានបុណ្យម្នាក់ជាតិជាខ្មែរសិតជាបុរសមានបុណ្យអស្ចារ្យបានសយរាជជាក្សត្រណាលោកអ្នកក្នុងចំណោមអ្នកមានបុណ្យទាំងនោះមានពញាក្រែពញារងតំបងក្រូយូដាក់សៃចាំក្រុងស្ដេចប្រភពពាក្យនេះហៅថាប្រភពពាក្យណាបាទក្រូយូមិនមែនក្រយូទេណាលោកអ្នកតែសភៅឯណាគេទៅសេក្រក៏ទៅសេទៅប៉ុន្តែក្នុងពាក្យពេចន៍របស់គេពិតប្រាកដគឺក្រូយូបាទ